នៅទាំងអស់គ្នាកាលពីថ្ងៃទី11កុម្ភៈឆ្នាំ2026កន្លងមកកាលពីម្សិលមិញនេះមានហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើងនៅក្នុងសាលារៀនដែលមានជនបង្កហេតុជាក្មេងជំទង់លួចយកកំភ្លើងរបស់ប៉ូលីសហើយចូលទៅរករឿងគ្រូបាទរហូតឈានទៅដល់មានការបាញ់ប្រហារហើយធ្វើឲ្យបាត់បង់អាយុជីវិតនាយកសាលានៅក្នុងសាលារៀននោះផងដែរហើយសាលារៀននោះគឺមានឈ្មោះថាបតុងប្រធានគិរិវត្តដែលស្ថិតនៅក្នុងស្រុកហាត់យ៉ៃខេត្តសង្ខេប្រទេសថៃបាទមូលហេតុដែលបានទទួលតាមរយៈព័ត៌មានផ្សេងៗដែលគេផុសនៅក្នុងអ៊ីនធឺណិតបាទគឺក្មេងប្រុសម្នាក់ហ្នឹងគឺគាត់ខឹងជាមួយនឹងគ្រូម្នាក់ដែលបានបរៀនប្អូនគាត់នៅក្នុងសាលាហ្នឹងមានន័យថាគ្រូនៅក្នុងសាលាហ្នឹងគាត់បរៀនប្អូនរបស់គាត់តែមិនដឹងថាស្ដីបន្ទោសប្អូនរបស់គាត់ឬមួយក៏វាធ្វើបាបប្អូនរបស់គាត់យ៉ាងម៉េចទេយើងមិនដឹងទេប៉ុន្តែគាត់ខឹងគាត់ចូលទៅរករឿងគ្រូម្នាក់ហ្នឹងនៅពេលដែលចូលទៅហ្នឹងគឺព្យាយាមហៅគ្រូម្នាក់ហ្នឹងឲ្យចេញមកជួបប៉ុន្តែគ្រូម្នាក់ហ្នឹងគាត់អត់ចេញមកជួបទេបន្ទាប់ពីហ្នឹងគាត់ក៏បានលួចយកកំភ្លើងចេញពីឡានដែលនៅជិតហ្នឹងគឺឡានប៉ូលីសដែលធ្វើចរាចរណ៍នៅជិតហ្នឹងហើយលួចយកកំភ្លើងចូលទៅធ្វើការគំរាមហើយរហូតដល់មានការចាប់ក្មេងៗនិងគ្រូខាំងនៅក្នុងបន្ទប់ធ្វើជាចំណាប់ខ្មាំងប៉ុន្តែហេតុការណ៍ដែលគួរឲ្យសោកស្ដាយបំផុតហ្នឹងគឺមានគ្រូនាយកស្រីម្នាក់គាត់ចូលទៅចរចាហើយធ្វើឲ្យក្មេងប្រុសជំទង់ហ្នឹងគឺបាញ់ទៅលើគ្រូនាយកហ្នឹងចំពោះហើយធ្វើឲ្យគាត់បាត់បង់ឈាមច្រើនមែនទែនបាទការពីយប់មិញហ្នឹងគឺគេប្រកាសបាទនៅពេលគេប្រកាសរកឈាមដើម្បីបញ្ចូលឲ្យគ្រូនាយកស្រីហ្នឹងតែជាអកុសលព្រមឡើងនៅថ្ងៃទី12កុម្ភៈឆ្នាំ2026នេះគឺព័ត៌មានចេញជាផ្លូវការថាគាត់បានបាត់បង់ជីវិតបាត់ទៅហើយចំពោះជនបង្កហេតុដែលជាក្មេងជំទង់ហ្នឹងប៉ូលីសក៏បានចាប់ដែរបាទយើងអត់ដឹងថាគាត់មានពាក់ព័ន្ធជាមួយនឹងបញ្ហាគ្រឿងញៀនឬមួយក៏គាត់មានបញ្ហាសតិអារម្មណ៍ឬមួយក៏អត់ទេតែមានមតិមួយចំនួនគឺគេបាននិយាយថាគាត់ម្នាក់ហ្នឹងក្មេងជំទង់អាយុ18ឆ្នាំម្នាក់ហ្នឹងគឺពីមុនមកគាត់មានប្រវត្តិមានបញ្ហាផ្លូវចិត្តបាទបានចូលទៅព្យាបាលនៅក្នុងពេទ្យផ្លូវចិត្តមករយៈហើយក៏បានធូរស្រាលហើយបន្ទាប់មកទៀតគាត់ត្រឡប់ទៅផ្ទះហើយរហូតមកដល់ថ្ងៃទី11ថ្ងៃកើតហេតុនេះគឺមានហេតុការណ៍ដ៏រន្ធត់បានកើតឡើងដោយអ្វីដែលខ្ញុំបានរៀបរាប់ពីកន្លងមកអញ្ចឹងហើយវាគួរឲ្យសោកស្ដាយមែនទែនចំពោះហេតុការណ៍នេះបានកើតឡើងទៅលើនាយកសាលាស្រីបាទវាមិនគួរណាដែលមានក្មេងជំទង់ចូលទៅបង្កហេតុហើយបាញ់ប្រហារធ្វើឲ្យបាត់បង់ជីវិតជានាយកសាលាបាត់បង់ជីវិត free បាទពិតជាសោកស្ដាយមែនទែនហើយក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់នាយកសាលាហើយនឹងក្មេងៗដែលបានរងរបួសនិងគ្រូផ្សេងៗដែលបានរងរបួសនៅក្នុងហេតុការណ៍នេះផងដែរបាទ